สุดท้ายខ្ញុំបានអានអត្ថបទមួយនៅក្នុង Facebook ដែលគេបង្ហោះប្រហែលថ្ងៃនេះខ្ញុំអានមិនដល់ខ្ញុំនៅតែសោកដែររឿងនេះគឺគេនិយាយអំពីបរិសម្នាក់ដែលជាមេធាវីហ្នឹងគឺគាត់បានលក់ដងទៅឲ្យបរិសម្នាក់ដែលជាគ្រូបង្រៀនហើយនៅពេលដែលគាត់លក់ដងទឹកហ្នឹងឲ្យទៅគ្រូបង្រៀនហ្នឹងក៏បានចុះកិច្ចសន្យាព្រមព្រៀងគ្នារួចហើយអញ្ចឹងណាក៏ប្រគល់ដងហ្នឹងឲ្យទៅគ្រូបង្រៀនហ្នឹងអូខេអញ្ចឹងទៅគ្រូបង្រៀនក៏ទទួលបានដងហើយមេធាវីក៏ទទួលបានលុយប៉ុន្តែប្រហែលថ្ងៃក្រោយមកហ្នឹងមេធាវីក៏នឹកឃើញកំណត់មួយទៀតដើម្បីយកលុយអំពីគ្រូបង្រៀនហ្នឹងណាមេធាវីក៏នឹកឃើញកំណត់មួយថាគាត់គួរតែគិតថាលក់តែអណ្ដូងទេតែអត់លក់ទឹកទេដើម្បីទៅយកលុយថ្លៃទឹកហ្នឹងពីគ្រូបង្រៀនហ្នឹងទៀតអញ្ចឹងគាត់ក៏ប្រហែលថ្ងៃក្រោយមកអញ្ចឹងទៅគាត់ក៏បានទៅជួបជាមួយនឹងលោកគ្រូដែលទិញដងគាត់ហ្នឹងណាហើយគាត់ក៏បាននិយាយតាមសម្ដីហ្នឹងឯងគាត់ថាលោកគ្រូខ្ញុំបានលក់តែអណ្ដូងទឹកឲ្យទៅលោកគ្រូទេអញ្ចឹងខ្ញុំអត់បានលក់ថ្លៃទឹកទេអញ្ចឹងលោកគ្រូត្រូវបង់ថ្លៃទឹកជាប្រចាំឲ្យមកខ្ញុំនេះគឺជាកំណត់របស់មេធាវីណាចៃដន្យនេះលោកគ្រូហ្នឹងគាត់ឆ្លាតដែរគាត់ឆ្លាតគាត់ថាខ្ញុំក៏ដូចគ្នាដែរលោកមេធាវីខ្ញុំបានទិញតែអណ្ដូងរបស់មេធាវីទេប៉ុន្តែខ្ញុំមិនបានទិញទឹករបស់មេធាវីទេអញ្ចឹងជារៀងរាល់ខែមេធាវីត្រូវតែបង់ថ្លៃទឹកដែលបានដាក់នៅក្នុងអណ្ដូងរបស់ខ្ញុំអញ្ចឹងទៅមេធាវីហ្នឹងគាត់ស្ដាប់ហើយភ្ញាក់ផ្អើលមែនទែនដោយសារគាត់គិតថាមានតែគាត់ទេដែលឆ្លាតអញ្ចឹងណាតែគាត់គិតថាគាត់លក់អណ្ដូងតែគាត់អត់លក់ទឹកទេហើយសំមេធាវីគាត់បកកាយល្បិចកលច្រើនផងអញ្ចឹងណាប៉ុន្តែចៃដន្យឯងយើងទៅគិតថាគ្រូបង្រៀនគាត់ក៏ជាបុគ្គលម្នាក់ដែលមានសមត្ថភាពដែលមានចំណេះដឹងដែរអញ្ចឹងមេធាវីគាត់ប្រាប់ថាបើសិនជាគាត់ចង់បានលោកគ្រូហ្នឹងគាត់ប្រាប់ទៅមេធាវីថាបើសិនជាចង់បានថ្លៃទឹកគាត់បង់ឲ្យអញ្ចឹងមេធាវីហ្នឹងក៏បង់ថ្លៃដងឲ្យគាត់មកវិញដូចគ្នាពីព្រោះដងហ្នឹងបានលក់ទៅឲ្យគាត់ហើយអញ្ចឹងវាគឺជាគំនិតមួយដែលឲ្យយើងយកមកគិតបានថាពេលខ្លះយើងមានគំនិតហើយយើងមានគេហៅថាប្រាជ្ញាហើយប៉ុន្តែតើប្រាជ្ញារបស់យើងនឹងវានៅក្នុងលក្ខខណ្ឌមួយណាវាគឺជាប្រាជ្ញាដែលប្រើល្បិចខូចឬមួយក៏ល្បិចដែលកេងប្រវ័ញ្ចពីគេអីចឹងណាអញ្ចឹងពេលខ្លះនៅពេលដែលយើងប្រើអាល្បិចអាបញ្ញាអាភាពឆ្លាតវាងវៃរបស់យើងនៅក្នុងផ្លូវខូចចៃដន្យអីយើងទៅប៉ះចំគេឆ្លាតជាងដែរអញ្ចឹងក៏វាធ្វើឲ្យយើងនឹងវាន់កម្ដងម្កាលដែរអញ្ចឹងនេះគ្រាន់តែជាកតិមួយសម្រាប់ឲ្យយើងមកគិតពិចារណាថានៅពេលដែលយើងធ្វើអ្វីមួយយើងពិចារណាឲ្យអស់ពីជ្រុងជ្រោយឲ្យគ្រប់ជ្រុងជ្រោយកុំឲ្យយើងគិតថាមានតែយើងតែឆ្លាតជាងគេដែលយើងបកកាយជាងគេប្រយ័ត្នដូចមេធាវីហើយនឹងគ្រូបង្រៀនហ្នឹងឃើញទេចុងក្រោយអ្នកទាំងពីរហ្នឹងគឺគាត់មានគំនិតប្រាជ្ញាដូចគ្នាប៉ុន្តែអ្នកដែលប្រាជ្ញាខូចហ្នឹងចុងក្រោយក៏នៅតែចាញ់អ្នកដែលគេប្រាជ្ញាត្រឹមត្រូវអ្នកដែលគេឈើទៅលើគោលការណ៍ច្បាស់លាស់ហើយនឹងសច្ចភាពដែរអញ្ចឹងហើយយើងរស់នៅក្នុងសង្គមនេះដូចគ្នាពេលខ្លះកុំកេងប្រវ័ញ្ចគេពេលខ្លះកុំឃើញគេមើលទៅគិតថាគេមិនឆ្លាតដល់យើងគេមិនប្រកែដល់យើងរកវិធីសាស្ត្រនៅក្នុងការសកត់គេរកវិធីសាស្ត្រនៅក្នុងការគៀបធ្វើបាបគេគ្រប់បែបយ៉ាងដើម្បីបានប្រយោជន៍ខ្លួនឯងណាចាអរគុណច្រើន